ជាដំបងខ្ញុំបាទក៏សូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទក្នុងនាមជាយុវជនកម្ពុជាម្នាក់ដែលស្ថិតនៅក្នុងសមរភូមិក្រោយខ្ញុំបាទក៏សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានព្រឹទ្ធសភានិងជាប្រមុខថ្នាក់ដឹកនាំកម្ពុជានៃអគ្គមជ្ឈការកងទ័ពនៃប្រជាជនកម្ពុជាហើយក៏សូមគោរពថ្លែងអំណរគុណនិងដឹងគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីហើយជាពិសេសគឺសម្រាប់បងប្អូនក៏ដូចជាបងវរៈកងទ័ពដែលកំពុងតែឈរជើងនៅឯសមរភូមិមុខដែលបានតស៊ូលះបង់នៅឈាមស្រស់សាច់ស្រស់និងលះបង់នៅប្រពន្ធកូនដើម្បីឈរជើងនៅតំបន់ដែលកំពុងតែក្តៅនៅឯសមរភូមិមុខផងដែរក្នុងនាមខ្ញុំជាយុវជនកម្ពុជាម្នាក់ក្នុងនាមជាយុវជនដែលស្ថិតនៅសមរភូមិក្រោយខ្ញុំបាទក៏សូមគាំទ្រនៅជំហរដ៏រឹងមាំរបស់បងដែលជាវរៈកងទ័ពដែលកំពុងតែឈរជើងប្រយុទ្ធប្រឆាំងជាមួយនឹងខ្មាំងឈ្លានពានពីសំណាក់ចៅសៀមដែលកំពុងតែធ្វើការបំពាននៅច្បាប់អន្តរជាតិធ្វើការរំលោភបំពានដែនបូរណភាពទឹកដីដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងកក្លឿននិងបំពាននៅច្បាប់អន្តរជាតិជាច្រើនដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតក៏ដូចជាបំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធក្នុងសង្គមកម្ពុជាយើងយ៉ាងធ្ងន់ធ្ងរខ្ញុំបាទក៏សូមថ្កោលទោសយ៉ាងពេញទំហឹងនិងដាច់អហង្ការផ្ទាល់តែម្ដងចំពោះការរំលោភបំពានច្បាប់អន្តរជាតិការប្រើប្រាស់នៅសភាវុធធនធ្ងន់ដូចជាប្រើប្រាស់នៅយន្តហោះទម្លាក់គ្រាប់បែកនិងការប្រើប្រាស់នៅកំភ្លើងយន្តដូចជាកំភ្លើងត្បាល់ធំដែលធ្វើឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធប៉ះពាល់ដល់ជនស៊ីវិលនៅក្នុងសង្គមកម្ពុជាផ្ទាល់តែម្ដងជាចុងបញ្ចប់ខ្ញុំបាទក៏សូមគោរពថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដោះស្រាយព្យាយាមដោះស្រាយរាល់ចំនួនព្រំដែនរវាងកម្ពុជាថៃព្យាយាមដោះស្រាយដោយសន្តិវិធីនិងបានធ្វើការថ្កោលទោសនិងបានដាក់ពាក្យបណ្ដឹងទៅកាន់ដូចជារៀបចំនៅសេចក្តីថ្លែងការណ៍ជូនដល់សហគមន៍អន្តរជាតិដើម្បីធ្វើការជួយសម្របសម្រួលផងដែរដើម្បីធានាបានឲ្យប្រទេសកម្ពុជាទទួលបាននៅសុខសុវត្ថិភាពពេញលេញនិងរក្សាបាននៅបទឈប់បាញ់យូរអង្វែងខ្ញុំបាទក៏សូមអរគុណនិងសូមដឹងគុណដល់បងប្អូនវីរៈកងទ័ពដែលបានកំពុងតែឈរជើងនៅជួរមុខឲ្យបងប្អូនវីរៈកងទ័ពដែលនៅជួរមុខទាំងអស់សូមមេត្តាទុកចិត្តនិងជឿជាក់ទៅលើប្រជាពលរដ្ឋកម្ពុជារបស់យើងដែលប្រជាពលរដ្ឋក៏ដូចជាយុវជនកម្ពុជារបស់យើងដូចជារូបខ្ញុំផ្ទាល់គឺកំពុងតែឈរជើងនៅជួរក្រោយនេះគឺគ្រប់គ្រងយ៉ាងពេញទំហឹងនិងបន្តការងារយ៉ាងមុះមុតគ្រប់គ្រងដើម្បីធ្វើយ៉ាងណាឲ្យបងដែលស្ថិតនៅជួរមុខគឺមានកម្លាំងចិត្តក្នុងការបន្តប្រយុទ្ធប្រឆាំងជាមួយនឹងជនឈ្លានពានជាពិសេសគឺយើងចៅសៀមផ្ទាល់តែម្ដង